ឧស្សាហ៍កិច្ចច្រើនគេងមិនលក់ពេលយប់សាកតិចនិចទាំង4យ៉ាងនេះអក្ខរថប់បារម្ភគិតច្រើនជាទូទៅច្រើនតែកើតនៅពេលយប់ដោយសារតែយើងមិនរវល់ការងារហើយផ្ដោតលើរឿងរ៉ាវផ្សេងៗជារួមភាពស្ងប់ស្ងាត់នៅពេលគេងអាចនាំឲ្យយើងមានការព្រួយបារម្ភនិងខ្វល់ខ្វាយច្រើនអំពីរឿងកន្លងទៅនិងអនាគតតើយើងអាចបញ្ឈប់ការគិតកំឡុងពេលនៅពេលគេងដោយវិធីណាដើម្បីកម្ចាត់អាការៈថប់បារម្ភកំឡុងពេលគេងយើងអាចអនុវត្តតាមវិធីទាំងនេះបាន 1. ដំណោះស្រាយកំឡុងពេលថ្ងៃនៅពេលខ្លះខួរក្បាលយើងដំណើរការមិនឈប់នៅពេលយប់ដោយសារតែយើងមិនបានដោះស្រាយបញ្ហាកង្វល់ឬការថប់បារម្ភផ្សេងៗនៅពេលថ្ងៃឲ្យរួចរាល់ដូច្នេះហើយការចំណាយពេលខ្លះកំឡុងពេលថ្ងៃដើម្បីយកចិត្តទុកដាក់ចំពោះការគិតរាងកាយក៏ដូចជាអារម្មណ៍របស់យើងគឺជារឿងសំខាន់ណាស់ប្រសិនបើយើងកម្ចាត់រាល់បញ្ហាស្មុគស្មាញឲ្យចប់សពគ្រប់នៅពេលថ្ងៃនោះយើងច្បាស់ជាអាចគេងលក់នៅពេលយប់មិនខាន 2. បន្ធូរអារម្មណ៍មុនចូលគេងប្រព័ន្ធប្រសាទត្រូវការបញ្ជូនសញ្ញាទៅឲ្យរាងកាយថាវាជាពេលដែលត្រូវគេងហេតុនេះហើយគ្នាយើងក៏បីបន្ធូរអារម្មណ៍និងបន្ថយភាពតានតឹងដោយបញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកយ៉ាងហោចណាស់30នាទីនិងធ្វើសកម្មភាពបន្ធូរអារម្មណ៍មុនចូលគេងដូចជាសមាធិអានសៀវភៅឬងូតទឹកក្តៅឧណ្ហៗទី 3 ប្រើប្រេង Essential Oil ជាមួយគ្នានេះដែរពពួកប្រេងក្រអូបដែលមានក្លិន Lavender អាចជួយឲ្យយើងគេងលក់ស្រួលនិងបង្កើនគុណភាពដំណេកដូចជារយៈពេលនៃការគេងដោយសារតែសមាសធាតុ Sedative ហើយនិង Hypnotic របស់វាយើងអាចសាកល្បងបន្តប្រេងផ្កា Lavender ទៅលើខ្នើយចំនួន 1 ទៅ 2 ដំណក់ដើម្បីឲ្យការគេងកាន់តែប្រសើរ 4. ធ្វើលំហាត់ប្រាណដង្ហើមវិញដូចគ្នានេះដែរការដកដង្ហើមវិញអាចជួយឲ្យរាងកាយទទួលបានអារម្មណ៍សុវត្ថិភាពហើយនៅពេលដែលយើងដកដង្ហើមវិញវានឹងធ្វើឲ្យប្រព័ន្ធប្រសាទ Parasympathetic សកម្មជាហេតុធ្វើឲ្យរាងកាយសម្រាកបានស្ងប់ល្អទី 5 កត់ត្រាបញ្ហាផ្សេងៗការកត់ត្រារាល់កង្វល់របស់យើងនៅលើសៀវភៅអាចជួយឲ្យយើងកម្ចាត់វាពីចិត្តគំនិតនិងអាចត្រឡប់មកដោះស្រាយបញ្ហាទាំងនេះនៅពេលក្រោយប៉ុន្តែការដកសម្ពាធឬភាពតានតឹងចេញនៅក្នុងបច្ចុប្បន្នអាចបន្ធូរការថប់បារម្ភបានច្រើន